កូនប្រុសបានដឹកម្ដាយចាស់ទៅភ្នំជ្រៅភ្លាមនោះគាត់ត្រូវបានគេរុញចេញពីច្រាំងថ្មចោតបន្ទាប់មកគាត់បានចាក់ចេញដោយមិនងាកក្រោយស្ត្រីចំណាស់បានរមៀលចុះពីលើភ្នំជាសំណាងល្អវាត្រូវបានរារាំងដោយចង្កំស្មៅដែលមានកម្ពស់ប្រហែលពាក់កណ្ដាលរបស់មនុស្សរើផ្លែព្រូនគាត់ដួលស្លាប់គាត់ដេកនៅលើស្មៅរបស់ខ្ញុំញ័រដោយការឈឺចាប់ពីស្នាមមុតទឹកភ្នែកស្រក់ទៅនឹងភាពខ្វក់ហើយក៏ស្រក់ចុះគាត់ដឹងយ៉ាងច្បាស់ថាកូនប្រុសរបស់គាត់បានតាំងចិត្តបោះបង់ចោលគាត់នាមត្រកូលរបស់ស្ត្រីចំណាស់គឺ Chen អ្នកជិតខាងទាំងអស់ហៅនាងថា Granny Chen កូនប្រុសឈ្មោះ Lai Deshu លោកយាយ Chen បានបាត់បង់ប្តីរបស់គាត់នៅពេលគាត់មានអាយុ40ឆ្នាំមនុស្សម្នាក់ធ្វើការចិញ្ចឹមជីវិតដោយការបង្វិលខ្សែនិងធ្វើស្បែកជើងសម្រាប់អ្នកដទៃគាត់បានលើក Lai Deshu ដោយកម្លាំងដើម្បីគាំទ្រអាពាហ៍ពិពាហ៍របស់គាត់ថែមទាំងលក់ផ្ទះប្រក់ក្បឿងដូនតាតែមួយគត់គាត់បានចូលទៅក្នុងព្រៃដែលទ្រុឌទ្រោមនៅមាត់ភូមិឥឡូវនេះភ្នែករបស់គាត់ខ្សោយហើយដៃក៏ញ័រសូម្បីតែម្ជុលក៏មិនអាចកាត់បានដែរជោគវាសនារបស់យេងលូដែលត្រូវបានកូនប្រុសរបស់នាងបោះបង់ចោលនៅលើភ្នំមេឃងឹតបន្តិចម្ដងខ្យល់ភ្នំបក់កាត់ដើមឈើវាបានបង្កើតសំឡេងហូរកញ្ជ្រៀវដូចជាការយំរបស់ខ្មោច Granny Chen បានគ្រវីថ្មីងរបស់នាងហើយឡើងលើបន្តិចម្ដងដោយសង្កត់លើគល់ឈើជើងស្ដាំរបស់ខ្ញុំហាមដូចនំចំហុយគាត់បានរអិលចុះពីលើភ្នំគាត់នឹកឃើញថាមានប្រាសាទព្រះភ្នំដែលគេបោះបង់ចោលនៅលើភ្នំវាជាកន្លែងដែលប្តីខ្ញុំនិងខ្ញុំជ្រកភ្លៀងការយើងនៅក្មេងប្រហែលជាខ្ញុំអាចរកកន្លែងជ្រកកោនបានឥឡូវនេះពួកគេបានដើរអស់រយៈពេលជិត2ម៉ោងទីបំផុតខ្ញុំបានឃើញប្រាសាទដែលទ្រុឌទ្រោមទ្វារឈើប៉ែទំខាងក្រដាសនៅតាមបង្អួចរលួយខ្លាំងណាស់ដែលនៅសល់តែបំណែកពេលខ្យល់បក់មកសัตว์ពីងពីងនៅក្នុងប្រាសាទក៏វិលទៅមុខព្រះភ្នំដែលគ្រប់ដណ្ដប់ដោយធូលីបានរើទៅមុខសឹងថ្មមួយក្បាលដែលមានកម្ពស់ប្រហែលពាក់កណ្ដាលនៃមនុស្សបានឈរនៅទីនោះមកស្ជប់នឹងក្រញាំរបស់វាប៉ុន្តែភ្នែករបស់គាត់មានស្នាមផេះលោកយាយ Chen បានផ្លាស់ទៅព្រះវិហារខ្ញុំបានក្រាបបង្គំព្រះរូបនោះ3ដងយំនឹងរអ៊ូទាំភ្នំព្រះសូមប្រសិទ្ធប្រដល់កូនខ្ញុំកុំធ្វើខុសទៀតវាជាសាច់ឈាមរបស់ខ្ញុំផងដែរក្រោយពីនិយាយបែបនេះគាត់ក៏ងាកទៅកាច់ជ្រុងរួញខ្លួនឯងទាំងស្រុងហើយរងចាំថ្ងៃរះពាក់កណ្ដាលអាធ្រាត្រលោកយាយ Chen ត្រូវបានដាស់ដោយសំឡេងដកដង្ហើមខ្លាំងជាបន្តគាត់មកក្បាលហើយមើលទៅតោថ្មក្រោកឡើងយឺតរងួនធូលីដីពន្លឺពណ៌ខៀវភ្លឺចេញពីភ្នែករបស់គាត់សំឡេងដ៏ជ្រៅមួយបានចេញមកពីមាត់របស់គាត់ដែលបើកនឹងបិទមនុស្សចាស់តើអ្នកអាចរងទុក្ខនៅទីនេះដោយរបៀបណាលោកយាយ Chen មានការភិតភ័យយ៉ាងខ្លាំងរហូតដល់នាងញ័រពេញខ្លួនភ្លាមនោះគាត់បានក្រាបលើដីហើយក្រាបចុះតោថ្មបានបង្ហាញខ្លួនហើយខ្ញុំត្រូវបានគេបោះបង់ចោលនៅទីនេះដោយកូនប្រុសមិនស្មោះត្រង់របស់ខ្ញុំពន្លឺចាំងចែងក្នុងភ្នែករបស់ឆៃឆេខ្ញុំដកដង្ហើមធំហើយនិយាយថាពួកខ្ញុំបានយាមប្រាសាទនេះអស់300ឆ្នាំហើយដោយបានឃើញភាពត្រជាក់និងភាពកក់ក្ដៅនៃធម្មជាតិរបស់មនុស្សកម្រឃើញកូនប្រុសគ្មានបេះដូងបែបនេះណាអ្នកមានចិត្តល្អកាលពីពេលនោះគាត់ថែមទាំងបានផ្ដល់អាហារដល់ក្មេងប្រុសម្នាក់ដែលសន្លប់ដោយសារអត់ឃ្លាននៅខ្លោងទ្វារព្រះវិហារបានផ្ដល់នំបងពោតយុវជននោះឥឡូវជាចៅក្រុមស្រុកយើងមានវាសនារួមគ្នាខ្ញុំនឹងឲ្យអ្នកខ្ចីដៃពេលគាត់និយាយចប់សឹងបានលើកក្រញាំរបស់វាហើយជន់លើតុតង្វាយកាក់ប្រាក់រាប់សិបកាក់ដែលនៅតែក្ដៅពីកម្ដៅក្នុងខ្លួនស្រាប់តែលេចចេញចន្លោះទេបានលេចចេញមកធ្វើឲ្យក្រើកនិងរំជើបរំជួលនៅពេលដែលវារមៀលទៅលើច្រាំងលោកយាយ Chen មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលនាងមិនអាចនិយាយបានការអនុវត្តកំពុងដំណើរការម្ដងទៀតអ្នកអាចយកប្រាក់កក់នេះទៅ Angel ជាមុនសិនចាប់ពីពេលនេះទៅសូមមកទីនេះនៅថ្ងៃទី1និងទី15នៃខែនីមួយដើម្បីប្រមូលប្រាក់ចំនួន1ឆ្នាំឬ2ឆ្នាំគ្រប់គ្រាន់សម្រាប់ការរស់នៅរបស់អ្នកគឺល្អចងចាំថាកុំយកច្រើនពេកខ្ញុំមិនត្រូវប្រាប់អ្នកដទៃអំពីដើមកំណើតរបស់ខ្ញុំទេបើមិនដូច្នោះទេសំណាងអាក្រក់ប្រាកដជានឹងមករកអ្នកជាមិនខានលោកយាយ Chen ខៅថៅបាន3ដងគាត់អង្គុយនៅជ្រុងខាងជាមួយប្រាក់នៅក្នុងហោប៉ៅរបស់គាត់រហូតដល់ព្រឹកព្រលឹមក្រោយពីចុះពីភ្នំគាត់បានទិញផ្ទះភក់តូចមួយនៅខាងក្រៅភូមិរបស់របរប្រើប្រាស់ក្នុងផ្ទះបានបន្ថែមហាងបបរតូចមួយផ្សេងទៀតបានបើកពិសេសសម្រាប់មនុស្សចាស់ដែលរស់នៅម្នាក់ឯងនិងអ្នកសុំទាននៅស៊ីចៅបន្ទាប់ពី Lai Deshu បានបោះបង់ចោលម្ដាយរបស់គាត់ជីវិតនៅផ្ទះបានធ្លាក់ចូលទៅក្នុងភាពវឹកវរទាំងស្រុងទី1កូនប្រុសដែលកើតពីប្រពន្ធរបស់គាត់បានឆ្លងជំងឺចម្លែកគ្រប់ដណ្ដប់លើចំណុចក្រហមខ្ញុំបានចំណាយប្រាក់សន្សំទាំងអស់លើការព្យាបាលជំងឺប៉ុន្តែស្ថានភាពរបស់ខ្ញុំមិនបានប្រសើរឡើងទេបន្ទាប់មកខណៈកំពុងកាប់ឈើនៅលើភ្នំគាត់ត្រូវពុះពីខាំជើងស្ដាំស្ទើរតែដាច់ខ្ញុំបានដេកលើគ្រែអស់រយៈពេល3ខែមុនពេលខ្ញុំអាចក្រោកពីគេងនៅពេលដែលគាត់ស្ទើរតែមិនអាចធ្វើការបានគោរបស់ក្រុមគ្រួសារបានងាប់ម្ដងទៀតដំណាំក្នុងស្រែក៏ត្រូវស៊ីស្មៅលឿងទាំងស្រុងដែរប្រពន្ធរបស់គាត់បានឃើញថាពួកគេមិនអាចរកដំណោះស្រាយបានពួកគេបានយកសម្ភារៈចុងក្រោយរបស់ពួកគេគាត់បានរត់ទៅជាមួយឈ្មួញ Lai Deshu ទាំងខឹងនិងបារម្ភប៉ុន្តែគាត់មិនដែលនឹកស្មានថាវាជាការសងសឹកចំពោះកំហឹងរបស់គាត់ចំពោះម្ដាយរបស់គាត់ពួកគេគ្រាន់តែដាក់បណ្ដាសាព្រះថាជាមនុស្សខ្វះតិចជាងកន្លះឆ្នាំគាត់ក្រណាស់គាត់គ្មានអ្វីហូបទេគាត់បានត្រឹមតែដើរសុំទានអាហារដោយពឹងលើដើមអំពៅនៅថ្ងៃនោះ Lai Deshu កំពុងសុំអាហារនៅខាងក្រៅភូមិខ្ញុំបានឃើញផ្ទះដីតូចមួយដែលមានតូបបបរស្ត្រីចំណាស់ម្នាក់កំពុងឲ្យអ្នកសុំទានជិះទូកទិដ្ឋភាពខាងក្រោយមើលទៅសាំណាស់គាត់ចូលទៅជិតហើយមើលវាបានប្រែទៅជាម្ដាយរបស់គាត់ផ្ទាល់លោកយាយ Chen មិនបានអត់អាហារដល់ស្លាប់ទេសម្បត្តិផ្កាឈូករត់នាងនៅតែស្លៀកសម្លៀកបំពាក់ក្រណាត់ស្អាតតើអ្នកកំពុងធ្វើអ្វីនៅទីនេះ Lai Deshu មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលគាត់ស្ទើរតែមិនអាចនិយាយបានលោកយាយ Chen បានឃើញកូនប្រុសរបស់គាត់ដំបូងគាត់ភ្ញាក់ផ្អើលគាត់ស្លៀកសម្លៀកបំពាក់រហ័យពឹងលើអំពៅមុខរបស់គាត់មានពណ៌លឿងនិងស្ដើងបេះដូងខ្ញុំស្រទន់ភ្លាមកូនអើយតើមានអ្វីកើតឡើងចំពោះអ្នក Lai Deshu លុតជង្គង់ដោយបន្លឺសម្លេងនាងបានរៀបរាប់ទាំងទឹកភ្នែកអំពីទុក្ខលំបាករបស់នាងលោកយាយ Chen បន្ទន់ចិត្តគាត់ដូច្នេះខ្ញុំបានអត់ទោសឲ្យគាត់ចូលទៅក្នុងផ្ទះគាត់ត្រូវបានគេបម្រើបបរក្តៅនិងនំចំហុយ Lai Deshu ពេញសម្លឹងមើលគ្រឿងសង្ហារិមដែលរៀបចំយ៉ាងស្អាតនៅក្នុងបន្ទប់ភ្នែករបស់នាងក្រឡេកមើលជុំវិញតើអ្នករស់បានដោយរបៀបណាលោកយាយ Chen មិនចង់និយាយពីផ្ទះនិងហាងបបរទេប៉ុន្តែគាត់មិនអាចទប់ទល់នឹងការអង្វរដែររបស់គាត់បានទេខ្ញុំឃើញគាត់យំពេញបេះដូងម្ដងទៀតមើលទៅវាពិតជាត្រូវបានបំផ្លាញបន្ទាប់មកគាត់បានរៀបរាប់ពីដំណើររឿងរបស់សិង្ហថ្មដែលលេចចេញមកដើម្បីផ្ដល់ចំណងផ្លូវភេទខ្ញុំគ្រាន់តែប្រាប់គាត់ថាកុំលោភលន់អ្នកមិនគួររំខានតោថ្មទេពេលបានឮដូច្នេះ Lai Deshu ភ្នែករបស់គាត់ភ្លឺភ្លាមការកញ្ញាផ្លូវចិត្តគឺដូចជាសម្លេងនៃភេទមួយប៉ុន្តែគាត់ធ្វើពុតជាដឹងគុណម្ដាយរបស់គាត់ព្រះស៊ីស៊ីពិតជាព្រះពោធិសត្វដែលនៅរស់ខ្ញុំនឹងទៅព្រះវិហារជាមួយអ្នកដើម្បីថ្វាយព្រះនៅថ្ងៃស្អែកសូមអរគុណគាត់ឲ្យបានត្រឹមត្រូវនៅព្រឹកបន្ទាប់ Lai Deshu បានដើរតាម Granny Chen ទៅព្រះវិហារ Mountain God ពេលចូលដល់ខ្លោងទ្វារប្រាសាទគាត់បានរត់ទៅតោថ្មគាត់លុតជង្គង់ចុះ3ដងអាចធ្វើចលនាបានគ្រប់ពេលមិនមានពន្លឺពណ៌ខៀវនៅក្នុងភ្នែករបស់គាត់ទេនៅពេលដែល Granny Chen បោះជំហានទៅមុខហើយអន់គោរពមានតែម្ដងម្កាលដែលមានពន្លឺច្បាស់លាស់នៅក្នុងភ្នែករបស់គាត់ស្ដោះទឹកប្រាក់មួយឬពីរស្នៀត Lai Deshu សម្លឹងមើលទៅភ្នែករបស់គាត់ធំទូលាយភាពលោភលន់លូតលាស់ដូចស្មៅចាប់តាំងពីពេលនោះមកគាត់បានស្នាក់នៅផ្ទះរបស់ Granny Chen នៅលើផ្ទៃដីគាត់មានចិត្តស្មោះត្រង់នឹងគាត់ពួកគេបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុង
ក្នុងការបម្រើតែនឹងទឹកគាត់តាមដានដោយសម្ងាត់ចង់ដឹងអាចកំបាំងនៃការអនុវត្តជំរំដីមួយខែក្រោយមកគាត់គ្រាន់តែមិនអាចទប់ខ្លួនគាត់បានទេខណៈពេលដែល Granny Chen កំពុងដេកលក់លួចឡើងភ្នំគាត់បាននិយាយច្រើនជាង10ដងទៅកាន់សិង្ហថ្មនៅប្រាសាទយំហើយធ្វើឲ្យមានការច្របូកច្របល់តោថ្មព្រះម្ចាស់គ្រូសាខ្ញុំក្រពេកកូនខ្ញុំនៅចាំលុយសម្រាប់ព្យាបាលជំងឺសូមផ្ដល់ប្រាក់បន្ថែមដល់ខ្ញុំសិង្ហថ្មនៅតែគ្មានចលនា Lai Deshu មានការថប់បារម្ភគាត់បានក្រោកឈរឡើងហើយចាប់ផ្ដើមទាត់និងដាក់បណ្ដាសាលើសតោថ្មអ្នកបំបែកថ្មគាត់បានឲ្យលុយបរិសុទ្ធចំណាស់នោះតែមិនឲ្យខ្ញុំទេគាត់ត្រូវតែលាក់វិធីមួយគាត់បានគូសរង្វង់តោថ្ម2ដងរំពេចនោះខ្ញុំបានជំនះដោយអំពើអាក្រក់ខ្ញុំបានវាយចំពោះរបស់អ្នកជាអកុសលកន្លែងដែលលុយត្រូវបានលាក់មិនត្រូវបានរកឃើញគាត់បានរត់ចេញពីព្រះវិហារខ្ញុំបានរកឃើញថ្មគីវធំមួយមានទម្ងន់រាប់សិបគីឡូក្រាមនៅក្បែរនោះខ្ញុំចាប់វារត់ទៅរកសិង្ហថ្មដូចជាជំនួយការរបស់គាត់ហៀបនឹងវីកំទេចវីចោលលោកយាយឆេនបានប្រញាប់ប្រញាល់ចូលគាត់ភ្ញាក់កណ្ដាលអាធ្រាត្ររកឃើញកូនប្រុសបាត់ខ្លួនដឹងថាវាអាក្រក់ចំពុកដួលហើយដើរសម្ដៅទៅប្រាសាទព្រះភ្នំ Lai Deshu បានឃើញម្ដាយរបស់គាត់មកដល់មិនត្រឹមតែប៉ុណ្ណោះគេមិនឈប់ទុយទៅវិញភ្នែករបស់បុរសចំណាស់បានប្រែជាក្រហមគុំរារាំងផ្លូវរបស់ខ្ញុំតារាប់ណាអ្នកទទួលបានលុយខ្ញុំអាចព្យាបាលកូនប្រុសរបស់ខ្ញុំអ្នកអាចបង្កើតសំណាងគាត់បានរុញ Granny Chen ចេញលោកយាយ Chen បានដួលទៅលើដីយ៉ាងខ្លាំងថ្ងាសរបស់គាត់បានហូរឈាមពេល Lai Deshu លើកថ្មអេសីដ៏អស្ចារ្យនៃពន្លឺអាយ៉ឺនៅក្នុងភ្នែករបស់ Shai She ប្រាសាទទាំងមូលត្រូវងឹតសូនឈឹងដូចជាពេលថ្ងៃគាត់ស្រាប់តែបើកមាត់ម្ដងកាលបន្លឺសំឡេងបន្លឺឡើងភាពលោភលន់ដែលមិនអាចទទួលយកបានប៉ះបោនឹងមិនសមហេតុផលសាហាវណាស់ពន្លឺដ៏ច្បាស់មួយបានបាញ់ចេញពីមាត់សឹងវាបានបុក Lai Deshu នៅកណ្ដាលគាត់ស្រែកថ្មនៅក្នុងដៃរបស់គាត់បានធ្លាក់ចុះដល់ដីមនុស្សទាំងមូលត្រូវបានរំពាត់ដោយពន្លឺពណ៌ខៀវរាងកាយរឹងក្នុងល្បឿនដែលអាចមើលឃើញដោយភ្នែកទេក្នុងមួយប៉ព្រិចភ្នែក Lai Deshu ប្រែទៅជារូបចម្លាក់ថ្មរក្សាអេរិយាបថលើកដុំថ្មវីកំទេចសាកសពមុខពេញដោយការប្រកែក Granny Chen មានការភ័យខ្លាចក្រោកឡើងលុតជង្គង់ចុះនិងខោធុមុនពេលអនុវត្តតោថ្មព្រះម្ចាស់សូមទុកចិត្តគាត់ប្រសិនបើគាត់បានទៅខ្ញុំក៏មិនរួចជីវិតដែរខ្ញុំសុខចិត្តទទួលទោសគាត់សត្វតោថ្មនៅស្ងៀមអស់រយៈពេលយូរពន្លឺភ្លឺច្បាស់បានរលត់បន្តិចម្ដងឆ្លុះបញ្ចាំងពីជីវិតនៃអំពើល្អរបស់អ្នកដើម្បីជាប្រយោជន៍នៃការគោរពកោតខ្លាចឥតងាយក្រេទុកជីវិតរបស់គាត់ប៉ុន្តែរូបរាងរបស់គាត់ត្រូវលុតជង្គង់នៅមុខប្រាសាទ3ឆ្នាំជិលប្រមាថរាប់ពាន់នាក់មានតែពេលនោះទេទើបអាចរួចពីបាប Granny Chen ខោធុបានម្ដងហើយម្ដងទៀតដើម្បីបង្ហាញពីការដឹងគុណរបស់នាងពីពេលនោះមកគាត់បានទៅវត្តភ្នំជារៀងរាល់ថ្ងៃ Lai Deshu ដែលប្រែទៅជារូបចម្លាក់ថ្មជូតធូលីចេញពីរាងកាយរបស់អ្នកពេលកំពុងជូតសម្អាតខ្លួនគាត់បានបន្តនិយាយដដែលនៅគោលការណ៍ធ្វើជាមនុស្សល្អអ្នកភូមិបានដឹងអំពីរឿងនេះមនុស្សម្នាមកប្រាសាទព្រះភ្នំដើម្បីថ្វាយបង្គំសិង្ហថ្មជារឿយពួកគេក៏បានមកបញ្ចុះបញ្ចូល Lai Deshu ឲ្យខ្ចីរូបចម្លាក់ថ្មរបស់គាត់មនុស្សមួយចំនួនបានរិះគន់គាត់ថាជាមនុស្សមិនសមរម្យអ្នកខ្លះដកដង្ហើមធំថាគាត់លោភលន់អ្នកខ្លះថែមទាំងនាំកូនមកស្ដាប់រឿងនេះទៀតផងបង្រៀនកូនឲ្យចេះគោរពឪពុកម្ដាយថ្ងៃដែលអាណត្តិ3ឆ្នាំបានផុតកំណត់រំពេចនោះប្រាសាទព្រះភ្នំត្រូវបានជះដោយពន្លឺពណ៌មាសរូបសំណាកថ្មរបស់ Lai Deshu បានផ្លាស់ប្ដូរបន្តិចម្ដងទៅជាទម្រង់មនុស្សមានចិត្តណាបន្ថែមតូចមួយនៅលើថ្ងាសរបស់គាត់បន្ទាប់ពីគាត់ភ្ញាក់ឡើងរឿងដំបូងគឺលុតជង្គង់ចំពោះ Granny Chen ម្ដាយយំចេញពីបេះដូងខ្ញុំខុសខ្ញុំមិនគួរបាត់បង់វាទេអ្នកមិនគួរលោភលន់ទេអ្នកវាខ្ញុំហើយជេរប៉ាខ្ញុំលោកយាយ Chen បានជួយកូនប្រុសរបស់គាត់ឡើងម្ដាយនិងកូនអបគ្នាយំចាប់តាំងពីពេលនោះមក Lai Deshu បានផ្លាស់ប្ដូរបុគ្គលិកលក្ខណៈរបស់គាត់ទាំងស្រុងគាត់បានបិទហាងបបររបស់ Granny Chen ដោយស្ម័គ្រចិត្តខ្ញុំបានផ្លាស់ទៅជើងភ្នំជាមួយម្ដាយចាស់របស់ខ្ញុំ James Westland ត្រូវបានទាមទារមកវិញធ្វើការពីព្រលឹមរហូតដល់ប្រលប់ជារៀងរាល់ថ្ងៃគាត់លែងមានកម្លាំងដូចមុនទៀតហើយត្រូវចេះគួរសមគាត់ក៏ជាញឹកញាប់ជួយមនុស្សចាស់ក្នុងភូមិជាមួយនឹងការងារធ្វើស្រែអ្នកភូមិឃើញថាគាត់ពិតជាប្រែចិត្តនាងទទួលយកគាត់បន្តិចម្ដងទេរបស់ Lai Deshu ផ្ដល់ផលច្រើនពីមួយឆ្នាំទៅមួយឆ្នាំជីវិតនៅផ្ទះកាន់តែប្រសើរឡើងបន្តិចម្ដងលោកក៏បានដឹកនាំការកសាងប្រាសាទព្រះភ្នំឡើងវិញសិង្ហថ្មត្រូវបានស្ដារឡើងវិញនៅទម្រង់មាសដាំរបស់វា5ឆ្នាំក្រោយមក Granny Chen បានទទួលមរណភាពដោយសន្តិភាពថ្ងៃដែលខ្ញុំស្លាប់អ្នកភូមិទាំងមូលមកមើលគាត់មាននរណាម្នាក់បានឃើញទីដៅនៃប្រាសាទភ្នំពន្លឺពណ៌មាសមួយបានកើនឡើងសត្វតោថ្មបានប្រែក្លាយទៅជាខ្មោចបណ្ដាលើមេឃគ្រប់គ្នានិយាយថាសិង្ហថ្មបានបំពេញបេសកកម្មរបស់ខ្លួនហើយទ្រង់បានឡើងដល់ឋានអមតៈប្រាសាទព្រះភ្នំនៅតែមានទីតាំងនៅលើភ្នំសពថ្ងៃគ្រឿងក្រអូបតែងតែមានប្រជាប្រិយភាពខ្លាំងសិង្ហថ្មនៅក្នុងប្រាសាទឈរស្ងៀមស្លែនៅលើក្រញាំបានផ្លាស់ប្ដូរវាហាក់ដូចជាពួកគេនៅតែមើលមនុស្សចុះពីលើភ្នំវារំលឹកអ្នកគ្រប់គ្នាថាភាពស្មោះត្រង់គឺជាមូលដ្ឋានគ្រឹះហើយភាពលោភលន់គឺជារឿងសំខាន់បំផុតបេះដូងគឺជាប្រភពនៃបញ្ហាមានតែការរក្សាសតិសម្ពញ្ញៈប៉ុណ្ណោះទើបអាចឈានទៅឆ្ងាយក្នុងជីវិត